ធ្វើបែបណាទើបវីដេអូរបស់យើងឆាប់ផ្ទុះ viral នៅក្នុង Facebook សួស្តីបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលផុសវីដេអូនៅក្នុង Facebook ហើយអត់សូវមានអ្នកមើលហើយបងប្អូនចង់ដឹងពីគន្លឹះធ្វើម៉េចបានវីដេអូរបស់យើងហ្នឹងគឺធ្វើទៅវាផ្ទុះមានអ្នកមើលឃើញច្រើនចឹងសម្រាប់បងប្អូនដែលចង់ដឹងបងប្អូនអាចធ្វើការតាមដានបានតែខ្ញុំនឹងធ្វើការចែករំលែកបងប្អូនចំនួន8ចំណុចដែលអាចនឹងជួយឲ្យបងប្អូនធ្វើវីដេអូទៅផ្ទុះមានអ្នកមើលឃើញច្រើនទី1គឺជ្រើសរើស content ដែលមនុស្សចង់មើលចង់ like និងចង់ share ជឿទៅ content ដែលមានការផ្ទុះភាគច្រើនគឺជា content ដែលប៉ះពាល់ទៅដល់ emotion អារម្មណ៍អ្នកមើលមិនត្រឹមតែជា content ដែលគ្រាន់តែចែករំលែកតាក់ទងមួយព័ត៌មានអីទេជឿទៅ emotion ដែល viral ខ្លាំងគឺតាក់ទងជាមួយនឹងភាពភ្ញាក់ផ្អើល surprise បងប្អូនធ្លាប់ឃើញ content ដែលគេ surprise មួយគឺវាផ្ទុះ viral លឿនអត់ទី1ទី2គឺ content ដែលតាក់ទងមួយជីវិតពិតទី3វាតាក់ទងជាមួយនឹងរឿងអយុត្តិធម៌ខឹងអីជាដើមអាហ្នឹងគឺសុទ្ធតែជាប្រភេទ content ដែលចេញមកគឺឆាប់ផ្ទុះមែនតើអញ្ចឹងបងប្អូនត្រូវសួរខ្លួនឯងថាចេះបើសិនជាបងប្អូនឃើញផុសមួយហ្នឹងដែលបងប្អូនចង់ធ្វើហ្នឹងណាបងប្អូនឃើញហើយបងប្អូនចង់មើលចង់ចុច like ចង់ចុច share អត់បើសិនជាបងប្អូនមានអារម្មណ៍ថាបងប្អូនធ្វើហើយ content ហ្នឹងល្អគេចង់មើលចង់ចុច like ចុច share បងប្អូនធ្វើទៅនឹងឆាប់ផ្ទុះទី1ទី2គឺតាក់ទងជាមួយនឹងហុកហ្នឹងគឺក្បាលនៃវីដេអូដែលយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យមានភាពតាក់ទាញខ្លាំងជាទូទៅអ្នកដែលគាត់ scroll មើល Facebook របស់យើងឬក៏គាត់លេង Facebook គាត់ឈប់មើលណាគឺ content ហ្នឹងគាត់មើលត្រឹមតែ3ទៅ5សក្តាទេបើសិនជា3ទៅ5សក្តាហ្នឹងអត់សូវតាក់ទាញហើយគឺវានឹងគាត់នឹង scroll ចោលអញ្ចឹងវាធ្វើឲ្យវីដេអូរបស់យើងអត់ផ្ទុះទេអញ្ចឹងយើងត្រូវតែរកភាពតាក់ទាញចំណុចតាក់ទាញយកមកដាក់ក្បាលវីដេអូយកមកនិយាយនៅក្នុងវីដេអូមកឧទាហរណ៍ហុកដែលល្អដូចជាមិនមានអ្នកណានិយាយរឿងនេះទេប៉ុន្តែខ្ញុំចង់ចែកម្លែកមួយបងប្អូននឹងនេះមួយទៀតខ្ញុំខាតពេល5ឆ្នាំមុនពេលដែលខ្ញុំបានដឹងរឿងនេះអញ្ចឹងអ្នកដែលគាត់ឈប់មើលគាត់ចំអីគេចេះគាត់ឈប់មើលសិនអាហ្នឹងគឺតាក់ទងជាមួយនឹងការទាញចំណាប់អារម្មណ៍ដំបូងធ្វើយ៉ាងណាឲ្យគេឈប់មើលវីដេអូរបស់យើងហើយចំណុចទី3គឺយើងត្រូវតែធ្វើ format ទម្រង់វីដេអូដែល Facebook ចូលចិត្តជាទូទៅគឺ Facebook ចូលចិត្តឲ្យយើងធ្វើជាវីដេអូ reel ខ្លីៗត្រឹម7ទៅ30វិនាទីបានហើយនៅក្នុង reel ហ្នឹងគឺគួរតែមានអក្សរមាន sound effect ឲ្យកាន់តែតាក់ទាញអីជាដើមហើយបើសិនជាបងប្អូនផុសជាទូទៅនៅក្នុងការផុសគឺបងប្អូនកុំដាក់ link អ្វីមួយនៅក្នុង caption ឬក៏បងប្អូនកុំមាន watermark នៃកម្មវិធីណាមួយជាពិសេសកម្មវិធីដែលជាដៃគូប្រកួតប្រជែងរបស់ខាងក្រុមហ៊ុន Facebook ដូចជា TikTok ជាដើមអញ្ចឹងនៅពេលដែលបងប្អូនផុសគឺកុំសរសេរតាក់ទងជាមួយនឹង link ដាក់លើ caption ឬក៏នៅក្នុងវីដេអូបងប្អូនកុំដាក់watermark ដែលជាប់ក្រុមហ៊ុន TikTok ឬក៏ក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់ Facebook អីទី4គឺត្រូវបង្កើតឲ្យមានការ engagement នៅក្នុងផុសរបស់បងប្អូនឧទាហរណ៍ថាយើងនិយាយឲ្យគេស្ដាប់ហើយយើងសួរគេថាបងប្អូនយល់មិនដែរ comment នៅខាងក្រោមបងប្អូនស្របអត់មានគំនិតអីចង់បង្ហាញអារម្មណ៍អីឬក៏បងប្អូនបានមើលវីដេអូនេះគឺជួយ share ឲ្យមិត្តភ័ក្តិបងប្អូនបានដឹងផងបើសិនតែជាល្អអាហ្នឹងសុទ្ធតែជាការធ្វើ engagement នៅក្នុងផុសជឿទៅផុសដែលមាន engagement ខ្ពស់គឺវានឹងរុញកាន់តែខ្លាំងទី5គឺបងប្អូនត្រូវធ្វើការផុសលក្ខណៈជាលក្ខណៈមនុស្សពិតលក្ខណៈ engagement ពិតប្រាកដមនុស្សពិតប្រាកដនិយាយផ្ទាល់អត់ចាំបាច់ធ្វើទាល់តែ professional ពេកទេ content ដែល professional ខ្លាំងពេកដូចជា sport ពាណិជ្ជកម្មអីផ្សេងពេលខ្លះគេអត់មើលទេដោយសារតែវាមានអារម្មណ៍ថាវា perfect ពេកអញ្ចឹងពីច្រើន content ដែល viral ខ្លាំងបងប្អូនឃើញគេកាន់ទូរស័ព្ទថតមួយឬក៏
គេនិយាយតាក់ទងជាមួយនឹងរឿងដែលពង viral ខ្លាំងៗហ្នឹងគឺគេលក្ខណៈភាពសាមញ្ញអត់ professional ខ្លាំងទេលក្ខណៈដូចមនុស្សយើងនិយាយសាមញ្ញអញ្ចឹងអានេះតាក់ទងមួយចំណុចទី5ដែលបងប្អូនគួរតែធ្វើនៅក្នុងការធ្វើ content ដើម្បីឲ្យឆាប់ផ្ទុះដូចគ្នាហើយចំណុចទី6ដែលយើងត្រូវធ្វើនោះគឺត្រូវរើសពេលវេលាផុសនិងផុសឲ្យបានជាប់លាប់ជួទៅម៉ោងដែលផុសល្អគឺយើងផុសចន្លោះពីម៉ោង6ទៅដល់ម៉ោង9ព្រឹកឬក៏ម៉ោង12ទៅដល់ម៉ោង1ថ្ងៃត្រង់ឬក៏ម៉ោង7ទៅដល់ម៉ោង10យប់អានេះគឺជាការផុសល្អហើយបងប្អូនត្រូវដឹងថាជាទូទៅការផុសជាប់លាប់វាល្អជាងការផុសដែលយូរផុសម្ដងមានថាបងប្អូនផុសមួយអាទិត្យយ៉ាងហោចណាស់គឺ3ទៅ5ដងដែរកុំឲ្យពេករបស់យើងវាស្ងាត់ពេកឬក៏បងប្អូនមួយខែបានផុសម្ដងវាអត់ងាយផ្ទុះទេបាទអញ្ចឹងយ៉ាងហោចណាស់ក៏3ទៅ5ដងក្នុងមួយសប្តាហ៍ដែរហើយចំណុចទី7ដែលបងប្អូនគួរតែមើលនោះគឺបងប្អូនគួរតែធ្វើការសិក្សាតាក់ទងជាមួយនឹងផុសណាដែលគេធ្វើផ្ទុះអញ្ចឹងបងប្អូនចំណាយពេលមើលពីតិចនិចរបស់គេតើគេធ្វើមិនបានផ្ទុះគេនិយាយមិនបានផ្ទុះបន្ទាប់មកបងប្អូនធ្វើវាឡើងវិញប៉ុន្តែជាលក្ខណៈខ្លួនឯងមិនមែនយើងទៅនិយាយតាមគេទាំងដល់ទេគឺធ្វើជាខ្លួនឯងគឺយើងកុំ copy គេទាំងដល់យើងត្រូវធ្វើច្នៃធ្វើជាខ្លួនឯងនិយាយជាខ្លួនឯងហើយចំណុចទី8គឺបងប្អូនត្រូវដឹងពី concept មួយដែរថាកាលណាវីដេអូមួយផ្ទុះហើយគឺវានឹងអាចធ្វើឲ្យយើងផ្លាស់ប្ដូរគ្រប់យ៉ាងមានន័យថាយើងព្យាយាមធ្វើឲ្យបានច្រើនកាលណាក្នុងចំណោមច្រើនវីដេអូច្រើនផុសដែលយើងធ្វើហ្នឹងស្រាប់តែមានផ្ទុះមួយហើយគឺយើងនឹងកើន follower កើនអ្នកដែលគាត់ follow page យើងកាលណាកើន follower ច្រើនវានឹងធ្វើឲ្យការផុសក្រោយទៀតគឺងាយស្រួលក្នុងការផ្ទុះដូចគ្នាដែរអញ្ចឹងការធ្វើ content ជាប់លាប់និងធ្វើឲ្យបានច្រើននេះគឺជាផ្នែកមួយនឹងជួយឲ្យវីដេអូរបស់បងប្អូនផ្ទុះដូចគ្នាដែរអញ្ចឹងខ្ញុំចង់ចែកម្លែកបងប្អូនចំនួន8ចំណុចហ្នឹងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយកទៅអនុវត្តបានហើយបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ idea ចង់បន្ថែមអីទៀតគឺបងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូមួយនេះបានហើយបងប្អូនដែលបានមើលវីដេអូមួយនេះកុំភ្លេចជួយចុច like follow និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់អត់បានដឹងឲ្យគាត់បានដឹងនិងចេះផងសូមអរគុណ